នៅព្រឹកថ្ងៃទី2ខែកញ្ញាឆ្នាំ2025ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិននៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានប្រារព្ធពិធីបុណ្យរុក្ខទិវា9កក្កដាឆ្នាំ2025ស្ថិតក្នុងភូមិទំនប់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តនិងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តប៉ៃលិនស្នងការខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញលោកអភិបាលក្រុងស្រុកមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទអាជ្ញាធរឃុំសង្កាត់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបចំនួន305នាក់ក្នុងឱកាសនោះដែរលោកសាយសុផាតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនមានប្រសាសន៍ថារុក្ខទិវាត្រូវបានរៀបចំឡើងដើម្បីបំផុសការដាំដុះដើមឈើដ៏ធំមួយនិងជាប្រពៃណីដ៏ល្អផូរផង់ឧត្តមឧត្តមនៃបរិជាណាចក្រកម្ពុជាយើងដើម្បីជួយឲ្យបរិស្ថាននិងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដីនិងមនុស្សជាតិរុក្ខទិវាក្នុងឆ្នាំ2025នេះគឺជាលើកទី30សម្រាប់ថ្នាក់ជាតិដោយឡែកខេត្តប៉ៃលិននេះជាលើកទី25នៃការប្រារព្ធពិធីរុក្ខទិវា9កក្កដាក្រោមប្រធានបទការដាំដើមឈើនិងការពារព្រៃឈើគឺជាការជួយខ្លួនឯងខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិននិងអាជ្ញាធរខេត្តបានធ្វើការជ្រើសរើសកូនឈើច្រើនប្រភេទសរុបចំនួន2500ដើមមានដូចជាក្រញូងបេងធ្នង់ក្ងោកច្រេះត្របែកព្រៃជើងគោលាក់និងឡាស់មកធ្វើការដាំតាមបណ្ដោយសងខាងផ្លូវកៅស៊ូក្នុងភូមិទំនប់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅនិងចែកក្នុងកម្មវិធីរុក្ខទិវានេះផងដែរខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិននៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានខិតខំអនុវត្តការងារយ៉ាងសកម្មដោយភ្លៀងរលឹមរួមសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធនិងសហគមន៍ព្រៃឈើលើគោលដៅសំខាន់មួយចំនួនរួមមានទី1ផ្សព្វផ្សាយអំពីច្បាប់ស្តីពីព្រៃឈើនិងទប់ស្កាត់បទល្មើសបំផ្លិចបំផ្លាញធនធានព្រៃឈើសត្វព្រៃការកាប់រានដីព្រៃឈើនិងហ៊ុមព័ទ្ធដីព្រៃឈើធ្វើជាកម្មសិទ្ធិទី2ជំរុញការដាំដើមឈើនិងធ្វើកសិរុក្ខកម្មនិងលើកកម្ពស់ការដាំដើមឈើក្នុងវិស័យឯកជនចំការព្រៃដាំឯកជនទី3ការគ្រប់គ្រងធនធានព្រៃឈើសត្វព្រៃតាមរយៈការពង្រឹងសហគមន៍ព្រៃឈើនៅក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាការបាត់បង់ព្រៃឈើគឺជាបញ្ហានៃការប្រែប្រួលអាកាសធាតុចម្បងនៅលើពិភពលោកដែលជាការជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាជននៅក្នុងសង្គមរបស់យើងប្រសិនបើយើងនៅតែប្រើប្រាស់ធនធានព្រៃឈើឲ្យគ្មាននិរន្តរភាពនោះយើងនឹងជួបប្រទះនឹងការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរនាពេលអនាគតលោកជំទាវបានបន្តទៀតថាពិធីរុក្ខទិវាជាវប្បធម៌ដ៏ប្រសើរនិងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្ដារនិងអភិរក្សធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្សនិងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាពជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វព្រៃគ្រប់ប្រភេទរក្សាទឹកនិងជីវៈចម្រុះទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់និងការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរលោកជំទាវអភិបាលខេត្តក៏បានផ្ដល់អនុសាសន៍ដល់ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនទី1ខណ្ឌរដ្ឋបាលព្រៃឈើត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើសត្វព្រៃនិងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើសត្វព្រៃឲ្យបានទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀតដល់ស្រទាប់ប្រជាជននៅក្នុងមូលដ្ឋានជាពិសេសសកម្មភាពកាប់រានដីព្រៃឈើនិងហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិលួចលាក់ទី2ខណ្ឌរដ្ឋបាលព្រៃឈើត្រូវអនុវត្តព្រៃឈើតាមរយៈការដាំដុះព្រៃឈើឡើងវិញដែលជាការងារអាទិភាពចម្បងនៅលើដីទំនេរដីព្រៃរិចរិលបំផុសចលនាប្រជាជនដាំឈើជាចំការឈើដាំសម្រាប់ប្រើប្រាស់ក្នុងស្រុកកាត់បន្ថយការកាប់ឈើក្នុងព្រៃធម្មជាតិទី3ខណ្ឌរដ្ឋបាលព្រៃឈើត្រូវបន្តការគាំទ្រពង្រឹងសហគមន៍ព្រៃឈើដែលមានឲ្យបានរឹងមាំទី4ត្រូវស្វែងរកអង្គការដៃគូឲ្យជួយដល់វិស័យព្រៃឈើសត្វព្រៃបន្ថែមទៀតលោកជំទាវអភិបាលខេត្តអំពាវនាវដល់បងប្អូនទាំងឡាយដែលកំពុងបន្តធ្វើសកម្មភាពកាប់រានដីព្រៃឈើនិងហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិលួចលាក់កាប់បំផ្លាញព្រៃឈើសូមបញ្ឈប់ជាបន្ទាន់ព្រោះការធ្វើអាជីវកម្មផលព្រៃឈើខុសច្បាប់គឺជាបទល្មើសមួយយ៉ាងធ្ងន់ធ្ងរផ្ទុយនឹងផលប្រយោជន៍របស់សង្គមជាតិនិងអំពាវនាវដល់បងប្អូនទាំងឡាយចូលរួមដាំដើមឈើនិងមានទស្សនៈទានរួមដាំដើមឈើនិងការពារព្រៃឈើគឺជាការជួយខ្លួនឯងការបង្កើនធនធានធម្មជាតិឲ្យមានតម្លៃសម្បូរគ្រប់យ៉ាងធានាបានជីវភាពរស់នៅប្រចាំថ្ងៃដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុសុវត្ថិភាពពីគ្រោះធម្មជាតិ
ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងក្នុងឱកាសនេះលោកជំទាវអភិបាលខេត្តព្រមទាំងគណៈអធិបតីបានធ្វើការដាំដើមឈើជានិមិត្តរូបផងដែរ